ដីស្វាគមន៍ការចូលមកកាន់ប្លុក IT សម្រាប់កម្ពុជានេះពេលនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីរបៀបកែប្រែ template មានបដូរទំហំ template របស់យើងអញ្ចឹងដើម្បីបដូរទំហំ template របស់យើងបានយើងចូលទៅផ្នែកខាងក្រោយនេះគេហៅថា dashboard នេះហើយយើងចូលលើ template នេះណាប៉ុន្តែមុននឹងឈានដល់ការកែប្រែនេះយើងធ្វើការសាកល្បងសិនដល់យើងប្រើ file បាក់នេះតែមានកំណែ 1.10.6 នេះយើងចុចលើវាមកតើមកវាបង្ហាញផ្ទាំងនេះហើយយើងចុចលើសញ្ញាព្រួយនេះហើយយើងចង់កែប្រែទំហំកន្លែងណាមួយយើងចូលលើវាមកយើងคลิกលើវាមកវានឹងបង្ហាញទំហំដែលយើងត្រូវកែប្រែនេះទំហំម្ជូរនេះវាមានលក្ខណៈប៉ុណ្ណឹងនេះអញ្ចឹងយើងកែប្រែទៅទំហំនេះយើង copy យកទំហំ960នេះចូលទៅកាន់ផ្នែកខាងក្រោយរបស់យើងទៅកាន់ផ្នែកក្រោយនេះហើយយើងចូលលើ template ហើយយើងចូល backup នេះសិន backup restore នេះហើយយើង download template ចាស់យើងទុកសិនទៅកាលពេលយើងកែប្រែមានបញ្ហាយើងយកយើង upload template នឹងចូលមកវិញចប់ការ download template របស់យើងនេះតែយក template ទុកនេះចប់សពគ្រប់ហើយយើងចូលមកកន្លែង edit html នេះហើយចូល proceed នេះទៅមកវាចេញផ្ទាំងកូដមួយឲ្យយើងកែប្រែហើយយើងចូលទៅកន្លែង edit នេះចុចពាក្យ file នេះហើយយើង paste កូដដែលយើង copy មកមាញ់មកនេះលេខនេះយើងបដូរវាទៅតាមអ្វីដែលយើងចង់បានខ្ញុំចង់បដូរវាដាក់ថា1060អញ្ចឹងខ្ញុំនិចទៅទៀតខ្ញុំនិចតទៅទៀតនិចទៀតនិចទៀត1060ទៀតនិចតទៀតអស់ហើយអញ្ចឹងយើងចុច save ទៅជាការស្រេច save template រងចាំវាដើរចប់ដោយសារអ៊ីនធឺណិតយើងយឺតអញ្ចឹងវាពជាពេលនេះការ save របស់យើងនេះចប់ហើយយើងចូលមកផ្នែកខាងមុខបិទនេះចោលសិនយ៉ាអ៊ីនធឺណិតតាំងនៅវិលខ្ញាល់ហើយបិទម្ដងទៀតចប់សពគ្រប់ហើយយើងចុច reload នេះឬក៏ចុច F5 ក៏បានដែរចឹងទំហំវាបដូរទៅតាមអ្វីដែលយើងបានកំណត់មកហើយអញ្ចឹងសូមបញ្ចប់មេរៀននេះត្រឹមនេះអរគុណចំពោះ